បាទសួស្តីពុកម៉ែបងប្អូនប្រិមិត្តទាំងឡាយដែលបានតាមដាន Channel YouTube របស់ខ្ញុំនេះជាយូរយារណាស់មកហើយដោយសារតែមករយៈខ្ញុំមិនមានវីដេអូផុសនៅក្នុង YouTube ទេដោយសារតែរវល់ហើយណាមួយក៏មានវិបត្តិដោយសារតែមានសង្គ្រាមឈ្នានពានឬហៅថាថៃនិងខ្មែរវាមានវិវាទគ្នានឹងគ្នាហើយចំណែកឲ្យខាងការងារនៅខាងនេះហ្នឹងវាក៏មានការរវល់ខ្ញុំក៏មានការរវល់ដោយសារតែឆ្លៀតទៅឆ្លាក់ព្រះស្លាកអីហ្នឹងដើម្បីចែកជូនទៅបងកងទ័ពផ្សេងហើយក៏មិនបានធ្វើវីដេអូផុសអីទេហើយក៏បានជូនទៅដល់គាត់ខ្លះដើម្បីទុកការពារហ្នឹងហើយខាងជួរមុខតែខ្ញុំឲ្យសិទ្ធិអ្នកស្គាល់ហើយតែគាត់មិនដឹងថាខ្ញុំហ្នឹងជាគ្រូជាអ្នកធ្វើ Channel YouTube ផងដែរនៅខាងបន្ទាយមានជ័យខាងបាត់ដំបងយ៉ាងហ្នឹងហើយដូច្នេះយ៉ាងនេះក៏ខ្ញុំបានពីលោកព្រឹទ្ធាចារ្យចាស់ដែលធ្លាប់ជួបនិយាយជាមួយគាត់ទៅគាត់ក៏បានឲ្យយន់នេះគឺប្រើបានល្អទៅដល់100គុណយន់នេះគឺមានអានុភាពខ្លាំងជាមួយនឹងសឹកសង្គ្រាមដែលលោកតាវត្តវៈតែងតែបានល្បីកិត្តិនាមរបស់លោកតាហើយពីចំនួនមុនព្រឹទ្ធាចារ្យលោកបានថាអ្នកដែលធ្វើសង្គ្រាមដល់ពេលមានយន់ហ្នឹងទៅគឺប្រើការបានល្អហើយមិនមានការគឺថា100អ្នកដែលប្រើយន់ម្នាក់ហ្នឹងគឺអាចត្រឡប់មកវិញបានក្នុងសមរភាពសង្គ្រាមខ្មែរក្រហមពីមុនហ្នឹងណារហូតមកដល់សប្តាហ៍ថ្ងៃនេះក៏គាត់ក៏ចេះចាំនៅគាថានិងយន់ហ្នឹងអញ្ចឹងគាថាយន់ហ្នឹងយើងអាចសូត្របានគឺយើងប្រើបានដូចគ្នាជាគាថាជាយន់បើជាយន់យើងសាក់នឹងដៃកពួនដៃទៅណាគឺការពារបាន100គុណហើយយន់នេះគឺគេសូត្រថាអដ្ឋកៈបរោកៈហ្នឹងហើយយន់នេះគឺមានលោកតានៅក្នុងកពើលោកបានចែករំលែកពីយន់លោកតាវត្តវៈនេះអញ្ចឹងពុកម៉ែបងប្អូនក៏យកទុកតាមខ្លួនចែករំលែកទៅដល់ពុកម៉ែបងប្អូនចំនួនក្រោយទៀតដើម្បីឲ្យយើងបានរក្សាទុកនៅយន់ដែលប្រការរបស់លោកតាវត្តវៈផងចុងក្រោយក៏សូមអរគុណហើយព្រមទាំងមានសម្លេងរំខានគឺមានក្មេងៗរត់លេងអីចឹងជាដើមអញ្ចឹងក៏សូមខន្តីអភ័យទោសផងដែរបាទសូមជម្រាបលាហើយនឹងមានវីដេអូថ្មីយន់ថ្មីបន្តទៅទៀតដែលយន់នោះតកតងទៅនឹងយន់ពីដើមរបស់ព្រឹទ្ធាចារ្យដែលខ្ញុំបានជួប